ខ្ញុំឈ្មោះហងប៊ុនវ៉ាន់ស្រុកកំណើតនៅភូមិស្គុនឃុំសូទឹកស្រុកជើងព្រៃខេត្តកំពង់ចាមសប្តាហ៍ថ្ងៃទីនៅភូមិអូដូនពៅឃុំឃ្លាំងមាសស្រុកបវលខេត្តបាត់ដំបងខ្ញុំកើតនៅថ្ងៃទី13ខែមករាឆ្នាំ1957ហើយខ្ញុំឆ្នាំនេះខ្ញុំអាយុ66ឆ្នាំហើយសុខភាពសពថ្ងៃរៀងអន់ជាងមុនបន្តិចប៉ុន្តែនៅបំពេញការងារបានហើយសពថ្ងៃខ្ញុំនៅបន្តការងារជាមួយអង្គភាពនៅឡើយដោយសារអង្គភាពនៅត្រូវការពួកខ្ញុំដើម្បីជួយខាងវិស័យអប់រំនៅធីម៉ានៅវិទ្យាស្ថានបច្ចេកទេសកម្មភាពមីនហ្នឹងខាងផ្នែកវិន័យដើម្បីបណ្ដុះបណ្ដាលក្មេងៗបន្តវេនហ្នឹងឲ្យបានចប់សុខគ្រប់ដល់គោលដៅដោយក្មេងៗគាត់មកអាចបន្តបានហើយយើងនឹងដល់ពេលយើងសម្រាកហើយយើងនិយាយពីការឆ្លងកាត់នៅឆ្នាំ1970យើងចាប់ផ្ដើមផ្ទុះសង្គ្រាមដែលស្រុកខ្ញុំកាលហ្នឹងឆ្នាំ1971ហ្នឹងគឺមានសង្គ្រាមផ្ទុះហើយរវាងពួកយេកុងហើយជាមួយនឹងទាហានលន់នល់គេផ្លោងមកចូលនៅសាលាស្រុកផ្លោងចូលមកស្រុកភូមិខ្ញុំនឹងជារឿយអត់ឈប់ទេមួយថ្ងៃផ្លោងម្ដងពីរដងអញ្ចឹងខ្ញុំមិនទាន់ស្គាល់គ្រាប់មិនទាន់អីច្បាស់ទេប៉ុន្តែគ្រាន់តែក្រោយមកបានចាស់ថាហ្នឹងអាកជ្រួច122ផ្ទុះមកតែងតែមកដល់ផ្ទុះលើដំបូលផ្ទះខ្ញុំហ្នឹងហើយបានបច្ចុប្បន្នលបឿនទៅធ្លាក់នៅក្នុងប្រទាយឆ្នាំ72ក៏មានការច្បាំងគ្នាខ្លាំងនៅតាមផ្លូវជាតិលេខ6ពីផ្លូវបបែកស្គុនហ្នឹងទៅខាងតាំងគោកឃើញគេដឹកខ្មោចទាហានទាំងរត់ក្រោះត្រឡប់មកវិញយកមកដាក់នៅកន្លែងផ្លូវបបែកស្គុននិងកន្លែងវងមូលនឹងដាក់មកហើយមកឃើញអេលីកូគេយកខ្មោចបន្តទៀតមិនដឹងថាគេយកថ្ងៃណាទេប៉ុន្តែគាត់នេះយើងតន់ប៉ុណ្ណឹង73ពួកខ្ញុំរត់ចូលក្រុងកំពង់ចាមទាហានខ្មែរក្រហមគេសម្រុកវាយទៅក្រុងកំពង់ចាមនោះបានជំលះពួកខ្ញុំបាននៅឆ្នាំ73គៀពួកខ្ញុំត្រឡប់ពីក្រុងមកវិញដោយកាលហ្នឹងទាហានខាងម៉ារីននោះគេជួយអត់តន់គេយកបាននៅតែប្រទាយ2ទេដែលវាយអត់បែកក៏មិនបែកក្រុងនឹងឆ្នាំ73ហ្នឹងហើយឮតែប្រទាយសរិបហើយនៅប្រទាយគុយសេនិយាយពីគ្មានថ្ងៃណាលហែទេថ្ងៃណាក៏គ្រាប់ផ្លោងក្ដុងចូលទៅក្នុងក្រុងគឺយ៉ាងតិចក៏បើមិនត្រូវមនុស្សក៏ត្រូវសត្វដែរគោងាប់មួយថ្ងៃឲ្យតែគ្រាប់ធ្លាក់មួយគោងាប់យ៉ាងតិច5 10យើងរាល់ថ្ងៃគ្មានថ្ងៃណាខានទេប៉ុន្តែភាគច្រើនងាប់ច្រើនដោយសារយើងរត់ពីជនបទសម្រុកចូលទៅទីក្រុងហើយឆ្នាំ75ខ្ញុំមានអាយុជាង10ឆ្នាំហើយបើន័យថាចូល16 ឆ្នាំហើយពេលនោះភាគីខ្មែរក្រហមវាយបែកទាហានលន់នល់អញ្ចឹងគេឃើញការជំលះចេញពីស្រុកពីភូមិគ្រប់កន្លែងទៅនៅគ្រប់កន្លែងពេលនោះគេប្រមូលកម្លាំងធ្វើការខ្ញុំក៏ជាប់ឈ្មោះមួយដែរចាប់ផ្ដើមមុនគេឆ្នាំ75ហ្នឹងគេឲ្យទៅលើកទំនប់នៅស្រុកប្រធាយទំនប់ពងទឹកហ្នឹងគឺជាទំនប់មួយមុនគេបងអស់ទូទាំងប្រទេសហើយដែលទៅលើកទំនប់ជីកបន្លាយមុនគេហើយទៅលើកភ្លឺស្រែកាលហ្នឹងធំគេឲ្យលើកភ្លឺស្រែមួយទៅតឹង1 ម៉ែត្រពីទឹកហើយមួយថ្ងៃនេះយើងធ្វើបានម្នាក់2-3 ម៉ែត្រអីចឹងទេខ្ញុំដឹងថាឆ្នាំនោះជាឆ្នាំសម្ដេចសៀនុយាងមកកម្ពុជាមុនគេសម្ដេចហ្នឹងយាងមកកាត់តាមការដ្ឋានហ្នឹងគេប្រាប់អញ្ចឹងហើយពួកកាលហ្នឹងយើងក្មេងហ្នឹងគេឲ្យលើកទំនប់ហើយដាំបាយញ៉ាំហូបរួមអីលើកទី1ហើយហ្នឹងអាហ្នឹងគឺថាទី1ដែលយើងជួបអាហ្នឹងការដ្ឋានទី1ឆ្នាំ75ហើយកាលមកជំនាន់ហ្នឹងបើយើងនិយាយពីការអត់បាយការអីកាហាយទឹកហ្នឹងជារឿងពិតប្រាកដដែលយើងធ្លាប់ជួបពួកខ្ញុំឪពុកខ្ញុំអ្នកធ្វើស្រែធ្វើចការប៉ុន្តែដល់ជំនាន់ហ្នឹងលែងមានបាយហូបឪពុកខ្ញុំរហូតដល់ហើមខ្លួនគាត់ភាសានោងឆៅគាត់ភាសាអីចឹង
សម័យហ្នឹងគឺយើងមិនអាចទៅភ្លេចថាសម័យ5ឆ្នាំនោះគឺថាពុកខ្ញុំក៏ធ្លាប់កំសត់ក៏ធ្លាប់ដាំមនូងហូបរហូតដល់ដាំមនូងទៅគេមកដាំឃ្លោកគេមកបងលេខនឹងផ្លែឃ្លោកលេខ1លេខ2លេខ3ហ្នឹងគេថាដល់ទៅពេលអញ្ចឹងទៅគេថាយើងគេអត់ឲ្យយើងបេះតែបេះបាត់លេខរៀងហើយរឿងហើយតែអញ្ចឹងឪពុកខ្ញុំគាត់ធ្លាប់បេះអាដេញបត់តាក្តឹបអានូងឃ្លោកហ្នឹងដាក់ទៅលើទៅនើដើម្បីលាក់ដើម្បីបានយកមកស្ងោយកមកអីទទួលទានអញ្ចឹងទៅរហូតដល់ឆ្នាំ1977 78ហ្នឹងគឺពួកគេដូរមកវាបានអញ្ចឹងធូរមកសាហើយក៏កើតសង្គ្រាមនៅវៀតណាមនេះទៅកើតសង្គ្រាមនៅជាប់វៀតណាមយើងឮតែកំភ្លើងរហូតដល់ថ្ងៃ7មករានោះមុនថ្ងៃ7មករាមួយថ្ងៃហ្នឹងឃើញស្រាប់តែខ្ញុំពងតែគេឲ្យទៅដឹកស្រូវកិនស្រាប់តែថ្ងៃនោះស្រាប់ឃើញរថក្រោះរត់តាមបដោយផ្លូវជាតិខ្ញុំដឹងថារថក្រោះអ្នកណាបងស្រាប់តែឃើញបាញ់ក្ដិញក្ដុងអញ្ចឹងទៅឃើញកប៉ាល់ហោះទម្លាក់គ្រាប់បែកអីចឹងទៅហើយស្រាប់តែឃើញអារថក្រោះនោះទៅបាត់ឃើញទាហានខាងខ្មែរក្រហមហ្នឹងគេខាងកម្ពុជាប្រជាធិបតេយ្យហ្នឹងគេមកពីក្រោយវិញរត់ពីក្រោយរថក្រោះអីអញ្ចឹងទៅចប់ពីនឹងមកក៏យើងបានមកផ្ទះមកសបែងមកដីជួបឪពុកម្ដាយអត់មានអីទេកាលហ្នឹងជួបឪពុកម្ដាយអត់មានអីហូបតែអាកន្លែងឃ្លាំងរួមគេហ្នឹងទៅក៏ទៅបានស្រូវបានកហ្នឹងចែកគ្នាមកកជើពីរកជើមកនាំគ្នាបុកហូបរហូតមកដល់ឆ្នាំអាហ្នឹងចាប់ផ្ដើមបែកហើយឆ្នាំ79បាទយ៉ាងកាលហ្នឹងយើងចូលមកនៅដីស្រុកទេសយើងវិញហើយមកតាមផ្លូវជាតិលេខ7វិញនៅម្ដងកាលនោះយើងចូលមកនៅទៅផ្ទះសបែងលែងមានទៀតហើយអស់លលីងហើយកាលសម័យនោះជំនាន់ហ្នឹងគេថាឆ្នាំ80ហើយខ្ញុំជាមកពេញមកអីទៅមកថាមកធ្វើការងារនៅពេញអីដែរប៉ុន្តែគាត់កាលហ្នឹងមកស្ថានភាពហ្នឹងវាចេះយ៉ាប់ពេកយើងចេះតែខ្សត់ពេកគេថាទៅអូទៅតាមការពិតទៅជំរុំភៀសខ្លួននៅជីដែនកាលហ្នឹងដល់ទៅគេមានរបបអង្គរបបអីឲ្យហូបឲ្យចុកអញ្ចឹងទៅឆ្នាំ92 90អីមានសង្គ្រាមនៅព្រំដែនក៏យើងមកព្រំដែនវិញមកព្រំដែនរហូតមកខ្ញុំក៏មកនៅជំរុំអាហ្នឹងគេហៅថាបឹងតគូនហ្នឹងនៅរហូតដល់មាតុភូមិនិវត្តន៍ខ្ញុំមាតុភូមិនិវត្តន៍មកមណ្ឌលកប់ស្រូវយើងមកបាទកាលនោះក៏ក្រោយពីមាតុភូមិនិវត្តន៍យើងនិយាយចំទៅគេប្រកាសហៅដែលយើងធ្លាប់ធ្វើទាហានចូលគ្រប់កន្លែងអញ្ចឹងខ្ញុំនៅជានាយផ្នែករងមួយយានដ្ឋានចម្រុះនៅសាលាជំនាញឯកទេសសប្ងៃដែលគេថាសាលាជំនាញឯកទេសសម្ដេចតេជោដែលមានទីតាំងនៅទលេកន្ទិលសប្ងៃកាលនោះបើយើងនិយាយពីជីវភាពយើងមានប្រាក់ខែនៅស្ដើងស្ដួចនៅឡើយដល់អញ្ចឹងទៅយើងក៏នេះទៅសុំចូលបម្រើការនៅអង្គភាពដោះមីនតាំងពីឆ្នាំ94នឹងរហូតមកថ្ងៃ10ខែ10ឆ្នាំ1994ខ្ញុំបានចូលរៀនវគ្គដោះមីននៅសាលាកប់ស្រូវនឹងរហូតមកតបមកយើងបានក្លាយខ្លួនជាបុគ្គលិកបោះសម្អាតមីនរបស់មជ្ឈមណ្ឌលសកម្មភាពចាត់មីនកម្ពុជាយើងហើយព្រឹត្តិការណ៍ដែលអត់ភ្លេចសោះបើយើងគិតឲ្យមែនតើគឺមិត្តភ័ក្តិ2នាក់ដែលជាកងទ័ពឆ្នាំ1985 86គាត់ជាមេកងអនុសេនាធំ2រូបជាន់មីនយើងសម្គាល់ថាជាន់មីនPM2នៅជួរភ្នំដងរែកមួយឈ្មោះសកានហ្នឹងជាន់ជើងស្ដាំគឺដាច់ជើងស្ដាំបាក់ជើងឆ្វេងខ្វាក់ភ្នែកស្ដាំដល់ពេលជឿនមួយទៀតមេក៏អនុសនាធំទៀតជាន់មីនទៀតជាន់ជើងឆ្វេងដាច់ជើងឆ្វេងបាក់ជើងស្ដាំខ្វាក់ភ្នែកឆ្វេងអានឹងខ្ញុំចាំអត់ភ្លេចដែលមនុស្សដើរឈរត្រង់ហើយជាន់មីនអញ្ចឹងវាពាក់ព័ន្ធនៅរឿងយើងឃើញថាសង្គ្រាមបើរឿងមីនវិញគឺថាយើងចាំអត់ភ្លេចពេលនោះគ្នាយើងធ្លាប់គ្រោះថ្នាក់រឿងនឹងសំខាន់បើសិនជាយើងនិយាយពីការគ្រោះថ្នាក់ពី
បញ្ហាមីននិងយុទ្ធភ័ណ្ឌតាមទូនៅស្រុកយើងគឺជាចំណាប់អារម្មណ៍មួយធំសម្រាប់ខ្ញុំដោយយើងទៅធ្វើការទីណាក៏គ្មានថ្ងៃគ្មានពេលក៏ថាគ្មានខែណាគ្មានសប្តាហ៍ណាដែលប្រជាពលរដ្ឋយើងដែលមិត្តបងប្អូនយើងមិនគ្រោះថ្នាក់បើមិនដាច់ជើងទេដាច់ដៃបើមិនដាច់ដៃទេជន់រថយន្តបើមិនជន់រថយន្តទេត្រាក់ទ័រទៅជន់ដោយត្រាក់ទ័ររហូតដល់ចំណុចកន្លែងខ្លះព្យួរ13ឆ្នាំហើយព្យួររស់13ឆ្នាំប៉ុន្តែមិនទាន់ហ៊ានរំកិលបន្តទេនៅកន្លងចាស់ហើយដល់អំណាចថាដល់ទៅពេលសុកវាចេះតែអភិវឌ្ឍដាំដុះអីបានរៀងល្អគ្រាន់បើបន្តិចចាប់ផ្ដើមកិលដីចាប់ផ្ដើមព្យួរបន្ថែមអាមង្គលហ្នឹងទុះក្តាំងនឹងតែជាយើងចាប់អារម្មណ៍បាទយោងតាមការឆ្លងកាត់ច្រើនចំនួនវាមានវិបត្តិសេរីច្រើនដែលយើងដឹងយើងជួបប្រទះគឺបើយើងនិយាយពីសង្គ្រាមអត់បានអីជួយយើងទេសង្គ្រាមមានតែធ្វើឲ្យយើងខ្សោយសង្គ្រាមធ្វើឲ្យយើងបាត់បង់សង្គ្រាមធ្វើឲ្យយើងបើយើងនិយាយពីយើងនិយាយពីសង្គ្រាមមួយម៉ាត់គ្មានអីចម្រើនទេអញ្ចឹងយើងសង្ឃឹមថាក្មេងចំនួនក្រោយសូមផ្ដែផ្ដាំដល់កូនចៅចំនួនក្រោយឲ្យជ្រាបថាការធ្វើសង្គ្រាមយើងចង់ឲ្យបានឲ្យមានសង្គ្រាមមួយគឺសង្គ្រាមសិក្សាប្រសើរជាងសង្គ្រាមបំផ្លាញសង្គ្រាមវិនាសកម្មសង្គ្រាមអីសូមឲ្យយកចិត្តទុកដាក់គឺថាដើម្បីជៀសវាងសង្គ្រាមបានសូមឲ្យកូននឹងយកចិត្តទុកដាក់ខាងវិស័យសិក្សាឲ្យបានច្រើនកាលណាមានតម្រេះមានបញ្ញាមានគំនិតអីអាការកើតសង្គ្រាមនឹងវាថយចុះឯងវាអត់ខ្លាំងទេហើយគេបោកគេប្រាស់គេបឆោតគេរុញអីគឺស្ថិតនៅក្នុងកម្រិតមួយដែលយើងពិចារណាថាសមស្របទេធ្វើទៅបានប្រយោជន៍អីទេព្រោះអីកន្លងមកព្រោះតែរឿងយើងអត់បានរៀនសូត្រអីទាំងអស់តាំងពីឆ្នាំ70យើងគិតមើលតាំងពីឆ្នាំ70មកគឺយើងអត់បានរៀនសូត្រទេរហូតដល់ឆ្នាំ79ក៏យើងមកដល់ចាប់ផ្ដើមយើងដូចផ្ដើមថ្មីប្រទេសសងខាងយើងចិត្តខាងយើងគេអត់សង្គ្រាមគេចប់គេដើរទៅមុខហើយយើងគេកើតសង្គ្រាមយើងដើរមកក្រោយដល់ពេលយើងដឹងខ្លួនយើងបែរត្រឡប់ទៅវិញយើងដើរទៅយើងក្រោយគេច្រើនជំហានណាស់ដោយសារយើងទៅងាកទៅអញ្ចឹងផ្ដាំតកូនតចៅឲ្យធ្វើសង្គ្រាមនឹងចម្បាំងខាងសិក្សាសូមឲ្យប្រឡងប្រជែងគ្នាខាងផ្នែករៀនសូត្រចេះដឹងជ្រៅជ្រះមកនិយាយគ្នាប្រសើរជាងដែលមានគំនុំគុំគួនចំណែនឈ្និននិន្ទាឈ្នានេះគ្នានឹងគឺជារឿងមួយអកុសលដល់ថ្ងៃនេះគឺរឿងនឹងឯងរឿងអវិជ្ជារឿងគេបោកប្រាស់បានទៅធ្វើនេះរំដោះទឹករំដោះដីអីឡិចឯកើតតែទីចុងបញ្ចប់សម្រាប់បងប្អូនឯងកាប់ញោមញីហើយមិនចេះចប់មិនចេះហើយគឺអត់ចេះចប់ចេះតែកេះចេះតែលៀបពណ៌ចេះតែដៅគ្នាបដាលឲ្យយើងខ្សោយចុះរហូតដល់សប្តាហ៍ថ្ងៃនេះទេពនៅឯបសាក្រមចែកជើងលួងលោមរូបស្រីឲ្យបានមានតែយាយទេជាផ្លូវជាស្ពានកាលណាខ្ញុំបានខ្ញុំថ្វាយភ្លេងការ
ចំបាផ្សាលើសូមផ្ញើដួងចិត្ត